ប្រទេសជាតិយ៉ាងម៉េចគេដឹងហើយអាហ្នឹងវាព័ត៌មានទូលំទូលាយយើងមិនបាច់ចាំរៀបរាប់ថាអូយសេដ្ឋកិច្ចចុះមានព័ត៌មានចេះធ្វើឲ្យខ្ញុំរកស៊ីមិនឡើងហើយចុះយើងយកលុយរបស់គេមកគេអត់ចង់ស្ដាប់ពាក្យហ្នឹងទេគេចង់ស្ដាប់ពីដំណោះស្រាយគឺម្ចាស់បំណុលចង់ស្ដាប់ថាតើលុយរបស់គេបានដោយរបៀបណាអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំនឹងឲ្យជាដំណោះស្រាយបឋមមួយដើម្បីឲ្យបងប្អូនបានយល់បាទប៉ុន្តែមុននឹងចូលទៅសាច់រឿងប្រធានបទមួយនេះខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទខ្ញុំឈ្មោះមានសវុតអាជីពរបស់ខ្ញុំគឺធ្លាប់ធ្វើម៉ាស៊ីនត្រជាក់ខ្ញុំធ្លាប់ជាប់បំណុល $40,000 ខ្ញុំចាប់ផ្ដើមធ្វើនៅគួលស្ពានព្រែកសំរោងកែងកាកបាលក្រហមនៅឆ្នាំ 2015ខ្ញុំជពាក់គេតែ $5,000 ទេបាទនៅពេលដែលឆ្នាំដំបូងនោះគឺខ្ញុំចាប់ផ្ដើមអាជីវកម្មនៅទីនោះប៉ុន្តែជាអកុសលមិនទទួលបានជោគជ័យទេខ្ញុំបានខ្សែធនបិទអាជីវកម្មលក់ម៉ាស៊ីនត្រជាក់ហ្នឹងត្រឡប់ទៅវិញអញ្ចឹងនៅឆ្នាំ 2019 គឺខ្ញុំគាំងខ្លាំងនឹងងឹត8ទិសតែម្ដងដល់ថ្នាក់សម្រាប់ចិត្តវិច្ចប្រវត្តិរត់ចោលស្រុកបាទចំណាក់ស្រុកទៅធ្វើជាពលករនៅក្នុងប្រទេសថៃគឺខ្ញុំគិតអីអត់ចាញ់ទេពេលហ្នឹងគឺខ្ញុំគិតថាមានតែរត់ចោលស្រុកសិនណាបាទកាលណាចាំរកស៊ីមានបានចាំត្រឡប់ចូលស្រុកវិញបាទប៉ុន្តែជាអកុសលទៅនោះគឺមិនទទួលបានដោយការគិតនៅក្នុងប្រទេសខ្មែររបស់យើងទៅប្រទេសគេវាមិនស្រួលដូចនៅក្នុងប្រទេសយើងទេអញ្ចឹងពួកយើងក៏ត្រឡប់មកវិញបាទពីអ្នកប្តីប្រពន្ធហ្នឹងក៏ពិភាក្សាគ្នាត្រឡប់មកវិញអញ្ចឹងយើងជួបជាមួយនឹងដុកទ័របំណុលនៅពេលដែលយើងត្រឡប់មកវិញយើងជួបជាមួយដុកទ័របំណុលម្ដងបាទហើយដុកទ័របំណុលហ្នឹងគឺលោកគ្រូជាសភៅរបស់យើងបាទដែលគាត់បានជួយប្រាប់ក្បួនរូបមន្តក្នុងការដោះបំណុលរយៈពេល1ខែឲ្យយើងគឺដោះបានបាទអញ្ចឹងនៅពេលដែលយើងដោះបានហើយបានការសារជំរុញលើកទឹកចិត្តមកយើងបន្ថែមទៀតថាណែសវុតឯងទៅសេសភៅចែកចាយជួយមនុស្សទៅអញ្ចឹងក៏ពួកយើងសម្រេចចិត្តធ្វើរឿងហ្នឹងមកដល់សពថ្ងៃនេះបាទអញ្ចឹងមានមនុស្សជាច្រើនដែលបានយករូបមន្តក្បួនរបស់យើងហើយមកពិភាក្សាជាមួយយើងទទួលបានដំណោះស្រាយបើមិនជាបងប្អូនចង់ឃើញលំអិតចុចចូលទៅក្នុង link Telegram នោះហើយស្ដាប់ពីទុកលំបាករបស់ពួកគាត់ហើយគាត់បានដោះស្រាយរួចបងប្អូននឹងឃើញបាទអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញបាទនិយាយអំពីបំណុលសែកស្អុយបាទអញ្ចឹងមានបងប្អូនជាច្រើនដែលជពាក់បំណុលសែកស្អុយហ្នឹងអត់ដឹងថាត្រូវដោះស្រាយយ៉ាងម៉េចបាទត្រូវម្ចាស់បំណុលរករឿងអ្នកខ្លះត្រូវម្ចាស់បំណុលប្តឹងបាទចាត់ជាដើមមិនដឹងថាដោះស្រាយយ៉ាងម៉េចអញ្ចឹងអ្វីដែលខ្ញុំចូលរួមចំណែកក្នុងនាមខ្ញុំធ្លាប់ជួបបញ្ហានេះហើយធ្លាប់បានជួយមនុស្សជាច្រើននៃបញ្ហាបំណុលសែកនេះអញ្ចឹងគេធ្វើយ៉ាងម៉េចអញ្ចឹងវិធីក្នុងការចរចាជាមួយម្ចាស់បំណុលមិនមែនទៅសុំអង្វរម្ចាស់បំណុលទេបាទម្ចាស់បំណុលអត់ត្រូវការពាក្យនឹងទេអាសេដ្ឋកិច្ចធ្លាក់នោះណាគេក៏ដឹងដែរអញ្ចឹងយើងមិនបាច់ចាំប្រាប់គេទេបាទប្រទេសជាតិយ៉ាងម៉េចគេដឹងហើយអាហ្នឹងវាព័ត៌មានទូលំទូលាយយើងមិនបាច់ចាំរៀបរាប់ថាអូយសេដ្ឋកិច្ចចុះមានព័ត៌មានចេះធ្វើឲ្យខ្ញុំរកស៊ីមិនឡើងហើយចុះយើងយកលុយរបស់គេមកគេអត់ចង់ស្ដាប់ពាក្យហ្នឹងទេគេចង់ស្ដាប់ពីដំណោះស្រាយគឺម្ចាស់បំណុលចង់ស្ដាប់ថាតើលុយរបស់គេបានដោយរបៀបណាពួកគេបានឲ្យលុយគេមកឲ្យយើងខ្ចីហើយយើងតម្កល់សែកហើយតទៅពេលគេយកទៅឃ្លាសែកអត់មានលុយអញ្ចឹងអ្វីដែលគេត្រូវការគឺលុយពិតប្រាកដគឺដំណោះស្រាយហ្នឹងហើយបាទអញ្ចឹងនៅពេលដែលយើងមានដំណោះស្រាយស្មើនឹងលុយមានន័យថាម្ចាស់បំណុលម្ចាស់សែកម្ចាស់បំណុលរបស់យើងដែលយើងប្រចាំសែកតម្កល់សែកហ្នឹងគឺគាត់នឹងអនុគ្រោះឲ្យយើងមិនមែនយើងទៅសុំអង្វរសពះលិតជង្គង់លុនតួទេបាទម្ចាស់បំណុលក៏ពិបាកដែរបងប្អូនទៅសពះគេទៅសុំគេថាគេអត់ពិបាកចុះនៅពេលដែលបងប្អូនកាន់តែសុំអង្វរគឺម្ចាស់បំណុលកំពុងតែភ័យថាចំអានេះសុំអង្វរអញលុយអញមកកណោវាយកទៅបាត់ហើយអញធ្វើមិនទៅអញ្ចឹងគឺគាត់ចាប់ដើមរកដំណោះស្រាយហើយបាទគាត់នឹងដាក់ដីកាដាក់នេះដាក់នោះគឺគាត់ដើម្បីធ្វើម៉េចបើគាត់មិនធ្វើពេលហ្នឹងទេមិនលុយរបស់គាត់បាត់ដោយអូតូម៉ាទិកទេបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើហាមដាច់ខាតយើងត្រូវរកអ្នកឯកទេសអ្នកជំនាញផ្នែកដោះស្រាយផ្នែកចរចាវិញមិនមែនយើងទៅដល់លិតជង្គង់សុំវល់គេមិនបាទហ្នឹងទៅបន្ទោសនេះមិនកើតយើងយកលុយគេមកទុកដល់ទាំងដៃបាទហើយចុងក្រោយយើងបែរទៅជាសុំវល់គេបើក្នុងនាមយើងជាម្ចាស់បំណុលវិញតើយើងទទួលអារម្មណ៍នោះបែបណាបាទអញ្ចឹងជាសារមួយក្នុងនាមខ្ញុំជាអ្នកធ្លាប់ជាប់គាំងហើយបានជួបជាមួយសាច់រឿងនេះជាមួយបងប្អូនជាច្រើនដែលគាត់មកពិភាក្សាជាមួយខ្ញុំបញ្ហាបំណុលសែកនេះបើសិនជាបងប្អូនត្រូវការពិភាក្សាជាមួយខ្ញុំបន្ថែមតាក់ទងមកខ្ញុំតាមរយៈលេខ096 630 008 គត់ប្រាប់ថាសវុតខ្ញុំមានបញ្ហាបំណុលសែក
ខ្ញុំចង់ពិភាក្សាពីដំណោះស្រាយរឿងហ្នឹងបាទបើសិនជាបងប្អូនប្រាប់ខ្ញុំដូច្នេះគឺខ្ញុំងាយស្រួលក្នុងការរៀបចំផែនការក្នុងការដោះយើងរកដំណោះស្រាយជាមួយនឹងម្ចាស់បំណុលនឹងតែម្ដងបាទអញ្ចឹងបើសិនជាបងប្អូនចង់ដោះខ្លួនចេញពីរឿងនេះបងប្អូនតាក់ទងមកខ្ញុំឥឡូវនេះយើងនឹងធ្វើផែនការដោះស្រាយតែម្ដងសូមជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំមានសុវត្ថិ